បាទសួស្តីអ្នកនាងថ្ងៃនេះខ្ញុំនឹងធ្វើ action មួយសម្រាប់ឲ្យបងប្អូនងាយស្រួលក្នុងការចងវាទាក់ទងជាមួយនឹងការយើងលេង live effect នៅលើអឺរូបភាពរបស់យើងអីចឹងទៅឲ្យវាមានមើលទៅមានជះពលឺចូលមានអីចឹងណាអញ្ចឹងជាធម្មតាបើយើងទិញ action ពីគេគឺយើងចំណាយលុយអញ្ចឹងកុំឲ្យអស់លុយបងប្អូនអាចចូលធ្វើតាមខ្ញុំបានទី1យើងចូល Windows ដើម្បីរកពាក្យថា action ហើយសម្រាប់ shortcut របស់វាគឺចុច Alt F9 ជាធម្មតាបងប្អូនអត់ដែរចង action គឺមានតែមួយទេគឺ default action នេះដោយសារខ្ញុំធ្លាប់ចងពីមុនអញ្ចឹងវាមាន2អញ្ចឹងមកអញ្ចឹងដើម្បីយើងចងថ្មីបងប្អូនយកកន្លែង set នេះមកវាជាប្រភេទ new ដូច new folder អញ្ចឹងណាខ្ញុំថាយើងដាក់គេ link line អញ្ចឹងមក IGAT ហើយចុច OK បន្ទាប់ពីហ្នឹងហើយយើងចុច new action មានថាកន្លែងនេះគឺជា action ដែលយើងត្រូវចងហើយថាវាធ្វើបែបម៉េចអញ្ចឹងមកហើយកន្លែងនេះគឺជាឈ្មោះទៀតយើងដាក់ឈ្មោះអីក៏បានដែរស្រាប់តែយើងទេខ្ញុំដាក់ថា line អូខេបន្ទាប់ពីហ្នឹងហើយកន្លែងនេះគឺជាកន្លែងដែលយើងរើ folder កន្លែងលើនេះអញ្ចឹងយើងអត់មានរើទេកន្លែងហ្នឹងបន្តមកទៀតគឺជាកន្លែងដែលយើងរើ shortcut បងប្អូនអត់ចុចកន្លែងនេះក៏បានដែរតែដោយសារខ្ញុំធ្លាប់ចងពីមុនហ្នឹងអញ្ចឹងខ្លាចជន់គ្នាចុចយក shortcut វាគឺ Shift S3 ហើយ color យើងចង់ដាក់ក៏បានអត់ក៏បានអត់អីទេបើយើងអត់ចង់ដាក់យើងយកណានទៅយើងចង់បាន color យើងដាក់មកបន្ទាប់ពីហ្នឹងយើងយកពាក្យថា record បន្ទាប់ពីហ្នឹងហើយបងប្អូនចាប់ផ្ដើមចុច new layer មួយមកបន្ទាប់ពីហ្នឹងហើយបងប្អូនចុចshortcut វាគឺអក្សរ P មានថាយើងចូល pen tool ដើម្បីគូសនៅលើរូបដែលយើងចង់ដាក់វា effect ហ្នឹងអញ្ចឹងបន្ទាប់ពីហ្នឹងទៀតបងប្អូនត្រូវថាយើងដូរពី shape មកចូល path បន្ទាប់ពីហ្នឹងយើងចាប់ផ្ដើមគូសមកថាកន្លែងណាគឺជាកន្លែងដែលយើងចង់ឲ្យវាបរិហារអូខេបន្ទាប់ពីហ្នឹងហើយយើងចាប់ផ្ដើមចុចអឺអក្សរ B មានថាយើងចូលមកប្រាស់មុននឹងចូលក្នុងប្រាស់បងប្អូនចូលកន្លែង opacity នេះយើងបងប្អូនយកវា100ហើយនឹង flow នេះក៏100គ្នាហើយសម្រាប់កន្លែងនេះគឺយើង tick វាដើម្បីវា smooth អ្វីដែលយើងចង់បានអញ្ចឹងមានមើលទៅវាស្អាតអញ្ចឹងគឺថាវាទាញទូទៅធំអញ្ចឹងទៅបន្ទាប់ពីហ្នឹងហើយបងប្អូនក៏ចុចមកស្ដាំហើយហើកន្លែង size នេះមក size នេះខ្ញុំយកត្រឹម6ក៏បាន4ក៏បានអីចឹងមកហើយកន្លែង hardness នេះគឺខ្ញុំដាក់0អត់ឲ្យវាមានទេអូខេបន្ទាប់ពីហ្នឹងហើយបងប្អូនចុចចូល shortcut គឺអក្សរpen វិញអក្សរ P នេះយើងចុចលើនេះក៏បានអីក៏បានដែរបន្ទាប់ពីហ្នឹងហើយយើងចុចមកស្ដាំយកពាក្យថាអឺ stroke path ហើយកន្លែងនេះបងប្អូនដូរធម្មតាវានៅកន្លែង pencil អញ្ចឹងបងប្អូនដូរពី pencil មកប្រាស់ហើយ tick កន្លែងនេះមកហើយយើងចុច OK បន្តមកទៀតយើងចុចមកស្ដាំមួយទៀតហើយយើងចុចវាថា delete path អូខេបងប្អូននឹងឃើញ effect មួយដែលយើងបានចងហ្នឹងហើយអញ្ចឹងខ្ញុំចុចបិទនេះសិនអូខេអញ្ចឹងបងប្អូននឹងឃើញអ្វីដែលយើងបានធ្វើនេះអញ្ចឹងបើសិនជាបងប្អូនចង់វាភ្លឺយ៉ាងនេះយើងគ្រាន់ copy layer ទៀតមកវាឃើញយ៉ាងនេះចឹងហ្នឹងហើយអញ្ចឹងបើសិនជាកន្លែងតិចនេះបងប្អូនចង់ឲ្យវាឃើញវាបែបហ្នឹងដែរខ្ញុំឧទាហរណ៍ទេដោយសារយើងចង់ឲ្យសិនហើយអញ្ចឹងយើងគ្រាន់គូមកអូខេខ្ញុំឧទាហរណ៍ថាប៉ុណ្្នេះចាហើយខ្ញុំចុច shortcut របស់ខ្ញុំមកគឺ Shift S3 ខ្ញុំចុច shortcut Shift S3 សារវានៅក្រោមខ្ញុំទេវាឡើងលើបន្តិចកុំឲ្យវានៅក្រោមនេះហើយអញ្ចឹង action នេះគឺយើងអាចធ្វើវាបានដោយបងប្អូនអត់ចំណាយលុយទេ